ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើនំពងមាន់ដែលយើងប្រើម្សៅអង្ករខ្សាយមកធ្វើនំពងមាន់នេះឲ្យនំរបស់យើងឡើងបានល្អហើយទោះបីនៅពេលដែលនំរបស់យើងចុះត្រជាក់នំរបស់យើងនៅតែមានសាច់ទន់ល្មើយតែម្ដងចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយគឺយើងមានទឹកដោះគោស្រស់របស់យើងនឹងចំនួន70មីលីលីត្រប្រហែលជា4សាពាកបាយកន្លះហើយខ្ញុំលាយវាជាមួយនឹងប្រេងឆារបស់យើងនឹងចំនួន50មីលីលីត្រប្រហែលជា3សាពាកបាយកន្លះយើងកូរច្របល់ទឹកដោះគោហើយនឹងប្រេងឆារបស់យើងឲ្យចូលគ្នាល្អហើយយើងដាក់កម្ដៅវាឲ្យរាងមានកម្ដៅអ៊ុនៗប្រហែលជា40ទៅ50អង្សាមកហើយជាបន្ទាប់មកទៀតខ្ញុំមានពងមាន់របស់យើងនឹងចំនួន4គ្រាប់ហើយយើងធ្វើការញែកពងមាន់របស់យើងនឹងផ្នែកសនិងផ្នែកក្រហមចេញចាឥឡូវយើងបានញែកពងមាន់របស់យើងរួចរាល់ហើយអញ្ចឹងជាបន្ទាប់មកទៀតគឺខ្ញុំមានម្សៅអង្ករខ្សាយរបស់យើងនឹងចំនួន70ក្រាមជាបន្ទាប់មកទៀតយើងយកទឹកដោះគោស្រស់ដែលយើងបានដាក់កម្ដៅមិញហ្នឹងយើងយកវាមកលាយជាមួយនឹងម្សៅរបស់យើងមកហើយយើងកូរឲ្យវាបានច្របល់ចូលគ្នាសព្វល្អហើយជាបន្ទាប់មកទៀតយើងយកពងមាន់ផ្នែកក្រហមដែលយើងបានញែកអំមិញហ្នឹងយកមកកូរលាយច្របល់ជាមួយម្សៅរបស់យើងឲ្យវាបានចូលគ្នាសព្វល្អមកជាបន្ទាប់មកទៀតខ្ញុំបន្ថែមទឹកវ៉ានីឡានឹងចំនួន4ទៅ5ដំណក់បើសិនបើបងប្អូនអត់មានមិនបាច់ដាក់ក៏បានដែរខ្ញុំបន្ថែមនេះគឺដើម្បីឲ្យនំពងមាន់របស់យើងនឹងរឹតតែមានក្លិនឈ្ងុយជាបន្ទាប់មកទៀតយើងធ្វើការវាយពងមាន់ផ្នែកសរបស់យើងវាយវាឡើងពពុះអញ្ចឹងហើយគឺខ្ញុំបន្ថែមស្ករសម្រាប់ស្ករនេះដែរគឺខ្ញុំដាក់តែកន្លះខាំទេដោយសារតែខ្ញុំអត់សូវនិយមផ្អែមបើសិនបងប្អូនចូលចិត្តរៀងផ្អែមសូមបងប្អូនធ្វើការបន្ថែមបន្ថយស្ករទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់ស្ករនេះដែរគឺខ្ញុំបែងចែកវាជា3ដងដោយយើងដាក់វាម្ដងបន្តិចម្ដងមកហើយយើងវាយរហូតដល់ពងមាន់របស់យើងនឹងមានសភាពខាប់ល្អបែបនេះហើយយើងយកពងមាន់សរបស់យើងបន្តិចហ្នឹងមកលាយជាមួយម្សៅរបស់យើងជាមុនសិនយើងកូរច្របល់ឲ្យវាបានចូលគ្នាសព្វល្អហើយយើងយកម្សៅនេះទៅលាយជាមួយនឹងពងមាន់សរបស់យើងហើយនៅពេលដែលលាយនេះដែរសូមបងប្អូនធ្វើការកូរវាយើងអត់កូរវាខ្លាំងពេកទេបើមិនមកយើងកូរវាខ្លាំងពេកនៅពេលដែលយើងដាក់ដុតនំរបស់យើងវាឡើងអត់សូវល្អចាឥឡូវយើងបានលាយម្សៅរបស់យើងរួចរាល់ហើយជាបន្ទាប់មកទៀតខ្ញុំមានពុំយើងសម្រាប់ដាក់ដុតនំនេះបងប្អូនអាចប្រើចានក៏បានដែរទៅតាមអ្វីដែលបងប្អូនមានដោយជាដំបូងឡើយយើងទ្រាប់กระดาษសម្រាប់យើងទ្រាប់ដុតនំនឹងហើយជាបន្ទាប់មកទៀតយើងចាក់ម្សៅរបស់យើងចូលទៅក្នុងថាសដុតនំរបស់យើងហើយដើម្បីឲ្យសាច់នំរបស់យើងនឹងផ្នែកខាងលើបានហាប់ល្អសូមបងប្អូនយកឈើចាក់ធ្មេញឬក៏ចលៀសឈើដូចរបស់ខ្ញុំហ្នឹងយើងកូរច្របល់វាបន្តិចមកហើយបន្ទាប់មកយើងលុកអុកវាពី3ទៅ4ដងមកដើម្បីឲ្យសាច់ម្សៅរបស់យើងនឹងវាធ្លាក់ហាប់បានល្អជាបន្ទាប់មកទៀតយើងចាប់ផ្ដើមដុតនំហើយសម្រាប់ការដុតនំក្នុងថ្ងៃនេះដែរគឺខ្ញុំដុតជាមួយនឹងម៉ាស៊ីន air fryer ជាដំបូងឡើយគឺយើងដាក់កម្ដៅម៉ាស៊ីនរបស់យើងជាមុនសិនដោយខ្ញុំប្រើភ្លើង150វ៉ាត់ហើយខ្ញុំដាក់កម្ដៅវារយៈពេល7នាទីជាមុនសិនជាបន្ទាប់មកទៀតខ្ញុំចាក់ទឹកក្ដៅអ៊ុនៗណាកម្ដៅប្រហែលជា40អង្សាហ្នឹងទៅក្រោមប្រទេសដែកដុតនំរបស់យើងហ្នឹងហើយបន្ទាប់មកយើងដាក់នំរបស់យើងចូលដុតដោយខ្ញុំប្រើភ្លើង150វ៉ាត់ហើយខ្ញុំដុតវារយៈពេល60នាទីដោយសារតែនំដែលយើងដុតក្នុងថ្ងៃនេះយើងដុតជាមួយនឹងម៉ាស៊ីន air fryer អញ្ចឹងផ្នែកខាងលើវាងាយនឹងចាប់ឆ្អិនអញ្ចឹងនៅពេលដែលយើងដាក់វាដុតបានប្រហែលជា15នាទីសូមបងប្អូនធ្វើការបើកម៉ាស៊ីន air fryer មកយើងម្ដងហើយយើងយកក្រាស់អាលុយមីញ៉ូមយើងមកគ្របពីលើបែបនេះដើម្បីកុំឲ្យនំរបស់យើងផ្នែកខាងលើហ្នឹងវាខ្លោចដល់ពេលដែលយើងគ្របហើយយើងចាប់ផ្ដើមដាក់ដុតវាបន្តរហូតដល់វាអស់នាទីចាឥឡូវនំពងមាន់របស់យើងបានឆ្អិនរួចរាល់ហើយនំរបស់យើងនេះដែរទោះបីយើងទុកវារហូតដល់ត្រជាក់ក៏នំរបស់យើងនៅតែឡើងនិងមានសភាពទន់ល្មើយតែម្ដង